Mơ bị bọn đầm miền môi tiết đài tệ tân tần nâng cổ chỗ bó ban vừa cả bẩn to ổng piêu vân aoประជិបបរតទាំងអស់ត្រៀមខ្លួនទៅបោះឆ្នោតគណៈថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី5សល់តែរយៈពេល12ថ្ងៃទៀតតែប៉ុណ្ណោះនឹងឈានមកដល់គណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី5ចិត្តចូលមកដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រៀមខ្លួនទៅបោះឆ្នោតតាមសេចក្តីអំពាវនាវដែលបណ្ដាញព័ត៌មានទទួលបានក៏ចបបានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី5នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី5ខែមិថុនាឆ្នាំ2022ចាប់ផ្ដើមពីម៉ោង 7:00 នាទីព្រឹករហូតដល់ម៉ោង 3:00 នាទីរសៀលខាងក្រោមនេះគឺជាគោលការណ៍អប់រំណែនាំចំនួន9ចំណុចដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយល់ដឹងអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ទី1ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនិងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតទី2យើងត្រូវដឹងឲ្យបានច្បាស់អំពីលេខរៀងឈ្មោះរបស់យើងលេខកូដនិងទីតាំងការិយាល័យបោះឆ្នោតដែលមានបញ្ជាក់នៅក្នុងបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោតនិងក្នុងបញ្ជីបោះឆ្នោតដែលបានផ្សាយឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោតទី3យើងត្រូវត្រៀមពេលវេលានិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬក៏ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតសម្រាប់ប្រើនៅថ្ងៃបោះឆ្នោតទី4យើងបោះឆ្នោតជូនគណៈបកនយោបាយណាមួយដែលយើងពេញចិត្តដោយគ្មានការគំរាមកំហែងការបំផិតបំភ័យឬការបង្ខិតបង្ខំណាមួយមកលើយើងបានឡើយចំណុចទី5យើងគូសសញ្ញាឆ្នោតក្នុងបន្ទប់សម្ងាត់តែម្នាក់ឯងដោយគ្មានអ្នកណាម្នាក់អាចដឹងថាយើងបោះឆ្នោតជូនគណៈបកនយោបាយណាមួយនោះឡើយទី6នោះគឺអ្នកបោះឆ្នោតម្នាក់មានសិទ្ធិបោះឆ្នោតតែមួយសន្លឹកនិងចាតែម្ដងគត់ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់នៅការិយាល័យបោះឆ្នោតដែលមានឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោតនិងយកទៅជាមួយនៅអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬឯកសារបញ្ជាក់អត្តសញ្ញាណឲ្យការប្រើឲ្យការបោះឆ្នោតផងដែរទី7គឺប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះនិងមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយក៏ត្រូវក៏ប៉ុន្តែពុំបានទៅបោះឆ្នោតគឺធ្វើឲ្យបាត់សិទ្ធិរបស់ខ្លួនឯងក្នុងការចូលរួមអភិវឌ្ឍឃុំសង្កាត់និងសង្គមជាតិទី8ដើម្បីមានក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសមត្ថភាពនិងឆ្លៀសវៃយើងត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នាតាមលទ្ធិប្រជាធិបតេយ្យដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដោយស្មើភាពដោយចំពោះនិងដោយសម្ងាត់ទី9ភូមិឃុំសង្កាត់មានសុវត្ថិភាពនិងអភិវឌ្ឍទៅបានគឺអាស្រ័យលើក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសមត្ថភាពនិងឆ្លៀសវៃសូមបញ្ជាក់ផងដែរថាផ្អែកតាមរបាយការណ៍ផ្លូវការនៃការចុះបញ្ជីបេក្ខជនគណៈបកនយោបាយឈរឈ្មោះបោះឆ្នោតដែលទទួលបានពីគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតមានគណៈបកនយោបាយចំនួន17និងមានបេក្ខជនសរុបគឺមានចំនួន 86,092 នាក់ក្នុងនោះស្ត្រីគឺមានចំនួន 27,813 នាក់ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី5ឆ្នាំ2022